វីដេអូមួយនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាតើខ្ញុំជ្រើសរើសសាលាកូនផ្ដោតលើចំណុចអីខ្លះហើយធ្វើម៉េចទើបកូនខ្ញុំទទួលបានអាហារូបករណ៍ច្រើនសាលាសម្រាប់កូនរៀនកម្រិតបឋមឡើងទៅខ្ញុំរើសសាលាផ្ដោតលើ3ចំណុចហើយខ្ញុំចំណាយពេលដើរមើលសាលា4ខែទើបរកបានសាលាមួយដែលមានគ្រប់ទាំង3ចំណុចនេះនៅពេលកូនស្រីខ្ញុំអាយុ9ឆ្នាំគាត់ទទួលបានអាហារូបករណ៍ជាលើកទី1ដែលផ្ដល់ដោយសាលាធំមួយមកពី UK ពេលហ្នឹងខ្ញុំគិតថាវាគ្រាន់តែជាឱកាសមួយល្អសម្រាប់កូនប៉ុណ្ណឹងទេប៉ុន្តែក្រោយមកទើបខ្ញុំយល់ថាអាហារូបករណ៍ទី1នេះគឺជាច្រកទ្វារទៅរករបត់ថ្មីនៃការសិក្សារបស់កូនខ្ញុំព្រោះថាពេលហ្នឹងលោកនាយកសាលាបានអញ្ជើញខ្ញុំនិងប្តីខ្ញុំទៅជួបពិភាក្សាគ្នាផ្ទាល់ហើយគាត់បាននិយាយរឿងមួយដែលខ្ញុំចងចាំគ្រប់ម៉ាត់គ្រប់ពាក្យរបស់គាត់ទាំងអស់គាត់ប្រាប់ថាតាមរយៈប្រវត្តិរូបនិងលទ្ធផលរបស់កូនអ្នកខ្ញុំដឹងថាគាត់ប្រហែលជារៀនជាប់លេខ1រាល់ខែហើយរៀនដោយសឹងតែមិនប្រឹងទៀតតែមានរឿងមួយដែលខ្ញុំចង់ជូនយោបល់បើសិនបើនៅតែបន្តបែបហ្នឹងទៀតកូនអ្នកនឹងមិនរីកចម្រើនអស់សក្តានុពលទេអ្នកគួរតែពិចារណាដូរសាលាកូនឲ្យកូនបានរៀនសាលាអន្តរជាតិរកកន្លែងដែលកូនអ្នកអាចនឹងប្រឹងអស់ពីលទ្ធភាពហើយគាត់ថែមទាំងបញ្យល់ខ្ញុំថាតើសាលាអន្តរជាតិពិតប្រាកដមានន័យយ៉ាងម៉េចពីមុនខ្ញុំគិតថាសាលាអន្តរជាតិគឺគ្រាន់តែសាលាដែលមានឈ្មោះថាអន្តរជាតិឧទាហរណ៍ថាកខកអន្តរជាតិអីចឹងណាឬក៏សាលាដែលបង្រៀនជាភាសាអង់គ្លេសប៉ុន្តែគាត់បានបញ្យល់ថាសាលាអន្តរជាតិមិនមែនវាស់ត្រឹមឈ្មោះទេវាគួរតែជាសាលាដែលប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិដែលមានការទទួលស្គាល់មានប្រព័ន្ធអប់រំច្បាស់លាស់និងមានការរៀបចំសិស្សឲ្យភ្ជាប់ទៅនឹងបរិបទអប់រំសកលបានហើយអីដែលខ្ញុំគោរពសរសើរគាត់បំផុតគឺគាត់មិនបានព្យាយាមបញ្ចុះបញ្ចូលឲ្យខ្ញុំបដូរទៅរៀនសាលាគាត់ទេគាត់ថែមទាំងនិយាយថាសាលារបស់គាត់ប្រហែលជាថ្លៃពេកសម្រាប់គ្រួសារខ្ញុំគាត់គ្រាន់តែចង់ចែករំលែកបទពិសោធន៍ព្រោះគាត់ចង់ឲ្យយើងរកបានបរិយាកាសដែលល្អបំផុតសម្រាប់កូនហើយដោយសារតែបានការពន្យល់ណែនាំរបស់គាត់ខ្ញុំក៏ចាប់ផ្ដើមសិក្សាស្វែងយល់រកសាលាថ្មីឲ្យកូនក្នុងរយៈពេលជិត4ខែខ្ញុំបានស្វែងយល់ពីសាលាអន្តរជាតិជាច្រើនខ្ញុំបានប្រៀបធៀបកម្មវិធីសិក្សាបរិយាកាសគុណតម្លៃនិងឱកាសផ្សេងៗព្រោះខ្ញុំយល់ថាការរើសសាលាឲ្យកូនធំវាខុសពីការរើស daycare ឲ្យកូនតូចយើងផ្ដោតលើការថែទាំសុវត្ថិភាពអនាម័យហើយនិងភាពសប្បាយរីករាយប៉ុន្តែពេលកូនធំឡើងបរិយាកាសនៅសាលានឹងក្លាយជាផ្នែកមួយដែលបង្កើតថាកូនយើងនឹងក្លាយជាមនុស្សបែបណាអញ្ចឹងក្រោយពីស្វែងរកអស់4ខែនៅខែតុលាឆ្នាំ2022ខ្ញុំបានរកឃើញសាលាមួយដែលត្រូវនឹងអីដែលខ្ញុំកំពុងស្វែងរកគឺសាលាអន្តរជាតិ Invictus ហើយថ្ងៃនេះខ្ញុំចង់និយាយពី3ចំណុចដែលខ្ញុំរកនៅសាលាផ្សេងៗរកអត់បានទេតែរកបានតែនៅ Invictus ចំណុចទី1ដោយសារ Invictus នៅភ្នំពេញគឺជាសាខារបស់ Invictus នៅប្រទេសសិង្ហបុរីកាលហ្នឹង Invictus នៅខ្មែរទើបបើកបានដូច2ឆ្នាំទេហើយបើកក្នុងសម័យ COVID ទៀតប៉ុន្តែអីដែលធ្វើឲ្យខ្ញុំទុកចិត្តគឺគាត់ថ្មីនៅខ្មែរមែនប៉ុន្តែបទពិសោធន៍គាត់អត់ថ្មីទេព្រោះមុនមកបើកនៅខ្មែរគេមាន8សាខានៅ4ប្រទេសខុសគ្នាហើយខ្មែរយើងគឺជាសាខាទី9និងជាប្រទេសទី5សម្រាប់ខ្ញុំការរើសសាលាមិនមែនគ្រាន់តែរើសកន្លែងឲ្យកូនបានរៀនថ្ងៃនេះទេតែវាជាការជ្រើសរើសទិសដៅអប់រំសម្រាប់អនាគតរបស់កូនខ្ញុំមានអារម្មណ៍ជឿជាក់ថាកូនខ្ញុំកំពុងចូលទៅក្នុងប្រព័ន្ធអប់រំមួយដែលមានស្តង់ដារនិងមានទស្សនៈអប់រំច្បាស់លាស់ហើយណាមួយទៀតដោយសារសិង្ហបុរីគាត់ជាប្រទេសដែលមានកេរ្តិ៍ឈ្មោះល្អខាងវិស័យអប់រំអញ្ចឹងហើយធ្វើឲ្យខ្ញុំកាន់តែជឿជាក់និងទុកចិត្តចំណុចទី2បរិយាកាសចម្រុះជាតិសាសន៍នៅសាលាហ្នឹងមានកូនសិស្សជាង50សញ្ជាតិហើយសម្រាប់ខ្ញុំវាមិនមែនត្រឹមតែជាការរៀនភាសាអង់គ្លេសឲ្យមានតុងព្រោះទេប៉ុន្តែវាជាការរៀនរស់នៅក្នុងពិភពលោកដែលមានភាពខុសគ្នាខ្ញុំចង់ឲ្យកូនស្រីខ្ញុំមានឱកាសរៀនពីមនុស្សផ្សេងៗគ្នារៀនយល់ពីវប្បធម៌ផ្សេងៗនិងចេះសម្របខ្លួនជាមួយបរិយាកាសថ្មីៗព្រោះគោលដៅទៅអនាគតខ្ញុំចង់ឲ្យគាត់មានលទ្ធភាពទៅរៀនសាកលវិទ្យាល័យនៅស្រុកគេអញ្ចឹងការចាប់ផ្ដើមនៅក្នុងបរិយាកាសអន្តរជាតិពេលហ្នឹងគឺជាបទពិសោធន៍ដ៏ល្អសម្រាប់គាត់ហើយមានរឿងមួយទៀតដែលខ្ញុំគិតខ្លាំងក្នុងនាមជាម្ដាយគ្រួសារខ្ញុំគឺជាគ្រួសារធម្មតាមួយដែលរស់នៅក្នុងជីវភាពមធ្យមហើយទោះបីជាខ្ញុំតែងតែបង្រៀនកូនអំពីការជឿជាក់លើខ្លួនឯងនិងភាពរឹងមាំភាពធន់ផ្នែកអារម្មណ៍ក៏ដោយក៏ខ្ញុំនៅតែយកចិត្តទុកដាក់លើបរិយាកាសជុំវិញកូនផងដែរខ្ញុំធ្លាប់សួរខ្លួនឯងថាតើកូនខ្ញុំនឹងមានអារម្មណ៍តូចចិត្តដោយសារគម្លាតជីវភាពជាមួយមិត្តភ័ក្តិអត់ហើយតើគាត់នឹងប្រៀបធៀបខ្លួនឯងជាមួយមិត្តភ័ក្តិអត់តើគាត់នឹងមានអារម្មណ៍ថាខ្លួនឯងអត់ចុះចំណោមគេឬក៏អត់ស័ក្តិសមរៀននៅនឹងអត់ប៉ុន្តែនៅពេលដែលខ្ញុំឃើញបរិយាកាសនៅ Invictus ខ្ញុំមានអារម្មណ៍មួយថាស្ងប់ចិត្តព្រោះខ្ញុំឃើញកូនសិស្សគាត់ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈការរៀនមិត្តភាពនិងបទពិសោធន៍រួមគ្នាវាជាបរិយាកាសមួយដែលក្មេងៗគាត់អត់គិតពីឋានៈឬក៏លុយកាក់មិនអួតអាងមិនប៊ូលីធ្វើឲ្យខ្ញុំកក់ក្ដៅមែនទែនហើយចំណុចទី3គឺជាឱកាសអាហារូបករណ៍ព្រោះពេលខ្ញុំចូលមើល website សាលាខ្ញុំឃើញថាគេមានឲ្យអាហារូបករណ៍សម្រាប់សិស្សដែលមានសមត្ថភាពចាប់ពីថ្នាក់ទី6ឡើងទៅតែកាលហ្នឹងកូនខ្ញុំត្រូវចូលរៀនថ្នាក់ទី4ទេអញ្ចឹងពេលហ្នឹងខ្ញុំមួយប្តីខ្ញុំបានធ្វើផែនការទុកជាមុនព្រោះយើងគិតថាការអប់រំគឺជាការវិនិយោគអញ្ចឹងដំបូងឡើយយើងដាក់គាត់ឲ្យបានរៀននៅនឹងសិនពង្រឹងគាត់សិន
ចាំពេលឱកាសមកដល់យើងលើកទឹកចិត្តជំរុញគាត់ឲ្យចាប់យកអាហារូបករណ៍ហើយមានរឿងមួយដែលយើងអត់បានរំពឹងទុកដល់ថ្នាក់នឹងសោះក្រោយពីរៀននៅ Invictus បាន2ឆ្នាំនៅឆ្នាំ2024កូនស្រីខ្ញុំមិនត្រឹមតែបានអាហារូបករណ៍ពី Invictus ទេថែមទាំងបានទទួលអាហារូបករណ៍ពីសាលាផ្សេងៗទៀតហើយមានសាលាខ្លះគេផ្ដល់អាហារូបករណ៍ឲ្យរយៈពេលវែងរហូតដល់ចប់ទី12មានសាលាមួយនោះបានអញ្ជើញពួកយើងទៅជួបផ្ទាល់សាលាហ្នឹងក៏គេថ្លៃគួរសមដែរសរុបទៅមួយឆ្នាំចង់10000អីហើយលោកនាយកសាលាហ្នឹងគាត់បានប្រាប់ពួកយើងថាកូនស្រីខ្ញុំត្រូវបានជ្រើសរើសជាសិស្សអាហារូបករណ៍តែម្នាក់គត់ក្នុងចំណោមសិស្សគ្រប់កម្រិតដែលបានចូលរួមការប្រឡងចាប់ពីកម្រិតបឋមដល់អនុវិទ្យាល័យកាលហ្នឹងទាំងខ្ញុំទាំងកូនពិតជាសប្បាយចិត្តណាស់មិននឹកស្មានថាពួកយើងមានឱកាសចូលមកឲ្យជ្រើសរើសច្រើនអញ្ចឹងទេក្នុងនាមជាឪពុកម្ដាយយើងបានពិចារណាយ៉ាងម៉ត់ចត់ប៉ុន្តែចុងក្រោយយើងសម្រេចបន្តដំណើរជាមួយ Invictus ព្រោះពេលនេះការសម្រេចចិត្តរបស់យើងមិនមែនផ្អែកលើអាហារូបករណ៍តែមួយមុខទៀតទេតែផ្អែកលើដំណើរទាំងមូលដែលយើងបានឆ្លងកាត់ជាមួយសាលាទាំងគុណភាពនៃការអប់រំនិងគុណតម្លៃដែលសាលាជួយបណ្ដុះក្នុងខ្លួនកូនភាពជឿជាក់និងភាពឯករាជ្យដែលកូនកំពុងអភិវឌ្ឍហើយសំខាន់បំផុតគឺបរិយាកាសដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកូនខ្ញុំមានសុវត្ថិភាពក្នុងការរីកចម្រើនពេលខ្ញុំក៏លេចមើលត្រឡប់ទៅក្រោយវិញខ្ញុំពិតជាដឹងគុណចំពោះដំបូន្មានដែលខ្ញុំទទួលបានពីនាយកសាលានៅឆ្នាំ2022ខ្លាំងមែនទែនព្រោះពេលខ្លះការសន្ទនាតែមួយលើកអាចផ្លាស់ប្ដូររបៀបដែលយើងមើលទៅអនាគតរបស់កូនសម្រាប់ឪពុកម្ដាយដែលកំពុងរើសសាលាឲ្យកូនខ្ញុំចង់ចែកម្លែកតែមួយចំណុចទេកុំសួរថាតើសាលាណាល្បីជាងគេតែសូមសួរថាតើបរិយាកាសណាដែលអាចជួយឲ្យកូនខ្ញុំក្លាយជាមនុស្សដែលខ្ញុំសង្ឃឹមទៅថ្ងៃអនាគតព្រោះសាលាដែលល្អមិនមែនគ្រាន់តែជាកន្លែងដែលកូនរៀនមុខវិជ្ជាទេវាជាកន្លែងដែលកូនរៀនអំពីតម្លៃជំនឿលើខ្លួនឯងនិងស្វែងយល់ថាខ្លួនឯងជានរណា